ចឹងកាលពីសប្តាហ៍មុនគឺយើងបានចូល DO ណាយើងបានស្វែងយល់អំពីអ្វីទៅហៅថា DO ណាពាក្យពេចន៍មួយទៀតគឺ Data Access Object ណាហើយក៏ដូចជា Record Set អ្វីទៅដែលហៅថា Record Set បាទហើយបន្តមកទៀតគឺយើងបានស្វែងយល់ទៅលើដំណើរការឬក៏ function មួយចំនួនដែល DO វាធ្វើការណាមុខងារមួយចំនួនដែល DO វាធ្វើការមានន័យថាយើងនឹងបង្កើតនៅ form មួយហើយយើងចង់ access data លើ table form នោះមិនបានធ្វើការ access data លើ table direct ទេគឺត្រូវឆ្លងកាត់ DO ហើយ DO វាមាន object របស់វាមួយដែលហៅថា record set ដែលយើងប្រើដើម្បីធ្វើការផ្ទុកទិន្នន័យបណ្ដោះអាសន្នហើយនៅក្នុងនោះគឺយើងបានបង្កើតនៅ form មួយដែល user គាត់អាចចូលទៅដើម្បីគាត់អាច scroll ទៅលើពី record មួយទៅ record មួយណានៅក្នុងនោះគឺ method មួយចំនួនរបស់ record set ដែលយើងបានស្វែងយល់ដូចជា os.moveNext os.moveLast ឬក៏ os.movePrevious ឬក៏ os.moveFirst ដើម្បីរំកិល record ចុះឡើងទៅតាមអ្វីដែល user គាត់ចង់ប្រើណាបាទថ្ងៃនេះខ្ញុំនឹងបង្ហាញទៅលើចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង data access object យ៉ាងដែរគឺទៅលើការ add ទិន្នន័យថ្មីបន្ថែមចូលទៅកាន់ record set តាមទៀតគឺការបន្ថែមឬក៏ការកែសម្រួលទិន្នន័យនៅលើ record set ហើយនឹង method ចុងក្រោយមួយទៀតគឺ delete មានន័យថាយើងទៅលុបទិន្នន័យចេញពី record set អញ្ចឹងយើងបានដឹងរួចមកហើយថានៅក្នុងdatabase របស់យើងមួយហ្នឹងគឺយើងបានបង្កើតនៅ table មួយណាបាទយើងបានបង្កើតនៅ table មួយបាទ TBR នេះចឹងមកបន្តមកទៀតយើងបានបង្កើត DO ណាបាទនេះគឺDAO នៅក្នុង DO យើងមានអី record set ណាយើងមាន record set ហើយបាទហើយក្រុមទៀតយើងមាន form អញ្ចឹងណាបាទយើងមាន form ឧទាហរណ៍ខ្ញុំនឹងបង្កើតបតមួយដាក់ថា S ណាចឹងពេលដែល user ក៏បញ្ចូលទិន្នន័យនៅក្នុង form ក៏បញ្ចូលហើយគាត់ចុចទៅលើ add នេះមកទិន្នន័យត្រូវបានបោះចូលក្នុងអីក្នុង record set តែមុននឹងបោះចូលក្នុង record set វាត្រូវដឹងមុនថាវានឹងត្រូវទទួលបាន record ថ្មីមួយចឹងវានឹង add hand record ថ្មីមួយចូលណាចឹងទិន្នន័យដែល user ក៏បានបញ្ចូលតាមរយៈ keyboard គឺនឹងត្រូវបោះបញ្ចូលក្នុង record ថ្មីមួយយ៉ាងណាក្នុង record ថ្មីមួយយ៉ាងណាគឺក្នុង record ថ្មីសួរថាទិន្នន័យបានបោះចូលទៅកាន់ table ទៅណាទេគឺយើងនឹងប្រើនៅ method មួយទៀតដើម្បីបោះទិន្នន័យចូលទៅកាន់ table ណាមានថា update ណា update ទិន្នន័យពី record set ចូលទៅកាន់ table ចឹងនៅក្នុង table នេះគឺការនេះការមួយ record ទៀតដែរនេះគឺ record ថ្មីមួយទៀតណាចឹងដំណើរការ add ទិន្នន័យពី form ទៅកាន់ table ដោយប្រើ DO ជួយគឺទិន្នន័យ process របស់វាគឺត្រូវបានពេលយើងចុច add ទៅទិន្នន័យត្រូវបានបោះចូលក្នុង record set សិនហើយបោះទៅកាន់ table ដូចគ្នាខ្ញុំបង្កើតបន្តមួយទៀតឈ្មោះថា update ណា update user គាត់កែទិន្នន័យក្នុង record ណាមួយណាគាត់កែហើយណាគាត់កែហើយហើយគាត់ចុចលើ update នេះពោវាទៅកែក្នុងអីវាទៅកែក្នុង record set ហ្នឹងសិនណាវាទៅកែក្នុង record set សិនបាទសូមឲ្យវាកែក្នុង record set បានមកកែក្នុងអីនៅក្នុង table ក្រោយណាបាទអញ្ចឹងនេះគឺ update នេះមិនដែរនេះឧទាហរណ៍ខ្ញុំមានបន្តមួយទៀតគឺ delete អញ្ចឹងពេលដែល user គាត់ select ទៅលើ record ណាគាត់ចង់ delete គាត់ចុចលើ delete ទៅពេលនោះវានឹងទៅលុបនៅក្នុង folder record នេះគាត់ចង់ delete អញ្ចឹងវាទៅលុប record ហ្នឹងនៅក្នុង record set បន្ទាប់ពីលុប record set ហើយបានវា update ចូលក្នុង table វាទៅលុបអីវាទៅលុបក្នុង table ម្ដងទៀតអញ្ចឹងដំណើរការទាំងឡាយទាំងការបង្ហាញទិន្នន័យទាំងការ add ទិន្នន័យ update ទិន្នន័យឬក៏ delete ទិន្នន័យគឺត្រូវបានឆ្លងកាត់នៅក្នុង record set សិនបានវា update ចូលទៅក្នុង table នេះគឺយើងនិយាយពី process របស់វានេះគឺ process របស់វាអញ្ចឹងឥឡូវគឺខ្ញុំបង្ហាញដំបូងគេនេះគឺពាក់ព័ន្ធជាមួយនឹងការបង្កើតនៅ form មួយសម្រាប់យើង add នៅ record ថ្មី
ចូលទៅក្នុង record set មុននឹងយើងបោះវាចូលទៅក្នុង table អញ្ចឹងឥឡូវនេះគឺខ្ញុំនឹងប្រើនៅ database កាលពីសប្តាហ៍មុនដែលយើងបានរៀនគឺ database មួយដែលមាន table មួយដែលមាន4 field ណាអញ្ចឹងយើងនឹងធ្វើការ add ទិន្នន័យពី form ទៅកាន់អីទៅកាន់ table របស់យើងដោយប្រើ DO ណាដោយប្រើ DO បាទអញ្ចឹងខ្ញុំបិទ table ហ្នឹងហើយខ្ញុំត្រូវបង្កើត form ថ្មីមួយណាបាទដើម្បីបង្កើត form ថ្មីយើងអាចចុចលើ create form design ហើយយើងត្រូវគូស tick box ចំនួនប្រមាណមិញយើងឃើញ table មាន4 field អញ្ចឹងយើងត្រូវគូស tick box ប៉ុន្មានដែរ4ដែរព្រោះយើងត្រូវការ add ទិន្នន័យចូលទៅកាន់ field នីមួយៗតាមរយៈ tick box អញ្ចឹងខ្ញុំត្រូវគូស tick box 4បាទបន្ទាប់ពីខ្ញុំគូស tick box ទាំង4ហើយខ្ញុំអាចយ៉ាងម៉េចខ្ញុំអាចបង្កើតប៊ូតុងមួយខ្ញុំគូសប៊ូតុងមួយគឺប៊ូតុងហ្នឹងខ្ញុំដាក់ឈ្មោះថា add មានថាពេលដែល user បញ្ចូលទិន្នន័យហើយក៏ចុច add ទៅឲ្យទិន្នន័យបោះចូលទៅកាន់ table ភ្លាមអញ្ចឹងខ្ញុំអាច save form ហ្នឹងណាខ្ញុំដាក់ឈ្មោះដាក់ថា form add ណាបាទមានថា add employee ក៏ add អីសាច់តែចិត្តយើងណាអូខេបាទបន្ទាប់ពីខ្ញុំអាចកំណត់ label ឲ្យ tick box នីមួយៗ tick box ដំបូងគេគឺ employee ID ណាបន្តមកទៀតគឺ employee name បាទបន្តមកទៀតគឺអី employee high date ណាមានថាថ្ងៃដែលគាត់ចូលធ្វើការបាទចុងក្រោយគេគឺ salary ណាសម្រាប់ tick box ក៏ខ្ញុំត្រូវការដាក់ឈ្មោះវាណាអញ្ចឹង tick box ទី1នេះគឺខ្ញុំចង់ដាក់ឈ្មោះវាថា THT employee ID ណាបាទទី2គឺ THT employee name ណាហើយទី3គឺអីបាទ THT high date ទី4គឺ THT salary ណាអូខេអញ្ចឹងខ្ញុំបានកំណត់ដាក់ឈ្មោះ tick box ទាំង4ហើយខ្ញុំត្រូវការកំណត់ដាក់ឈ្មោះប៊ូតុងបាទប៊ូតុងរបស់ខ្ញុំចង់ដាក់ឈ្មោះអី BTN add ព្រោះយើងត្រូវការប្រើប៊ូតុងដើម្បី add record ថ្មីចូលក្នុង record set មុននឹងបោះចូលក្នុង table label ខ្ញុំចង់កំណត់ label ឲ្យប៊ូតុងរបស់ខ្ញុំដាក់ថា add ណាអូខេអញ្ចឹងខ្ញុំអាច save form ហ្នឹងខ្ញុំអាចសាក view form នេះមើលនេះយើងបាន form បែបនេះអញ្ចឹង user ក៏អាចបញ្ចូល employee ID employee name high date salary ក៏ចុចលើ add ពងមកវានឹងបោះទិន្នន័យដែលក៏បញ្ចូលទៅកាន់ record set ក៏ដូចជាទៅកាន់ table បាទយើងនៅចាំមានថាឥឡូវយើងកំពុងតែព្យាយាមចង់ប្រើ DO ដើម្បីជួយអាសេ data របស់យើងជឿនៅចាំសប្តាហ៍មុនគឺដើម្បីจะអាចប្រើ DO បានដំបូងគឺយើងត្រូវធ្វើអីសិនយើងត្រូវប្រកាសវាសិនយើងត្រូវប្រកាស database DO សិនទី1ទី2យើងត្រូវប្រកាសអីប្រកាស object record set DO ណាទី3យើងយ៉ាងម៉េចបើក database DO ដែលយើងបានប្រកាសមិញទី4បើក record set របស់ DO ដែលយើងបានប្រកាសមិញដែរអញ្ចឹងយើងត្រូវចាប់4ចំណុចហ្នឹងកាលណាយើងចង់ access data នៅលើ table ណាគឺយើងត្រូវចាំនៅ4ចំណុចហ្នឹងណាមិនថាបង្ហាញឬក៏យើងចង់ add ឬក៏យើងចង់ delete ឬក៏យើងចង់ update ទេណាបាទអញ្ចឹងយើងត្រូវដឹងថាតើយើងប្រកាសនៅកន្លែងណានៅពេលណាយើងបើកនៅពេលណាថ្ងៃនេះគឺខ្ញុំបានបង្ហាញថាយើងប្រកាសនៅពេលណានៅពេលមុនពេល form load យើងប្រកាសវាចោលសិនទៅហើយយើងបើកនៅពេលដែល form load អញ្ចឹងខ្ញុំអាចយ៉ាងម៉េចខ្ញុំអាចបង្កើត event មួយដំបូងសិនគឺ event form load អញ្ចឹងខ្ញុំត្រូវ select ទៅលើ form ណាបាទខ្ញុំ select លើ form ហើយខ្ញុំចូលកន្លែង event ហើយខ្ញុំរើសយក event on load ត្រូវទេបាទហើយខ្ញុំរើសយក code builder ណាបាទអូខេមកអូខេអញ្ចឹងខ្ញុំត្រូវបើក database DO ប៉ុន្តែមុនបើកខ្ញុំទៅប្រកាសវាសិនអញ្ចឹងដើម្បីប្រកាសយើង dim យ៉ាងម៉េច dim ឈ្មោះ database ហ្នឹងមក db as dao dot អី dot data database មានថាយើងប្រកាស db ជា database របស់ DO
tóm tiếp những đi mấy os as do dot record set mình nói tha dương program os cứ chia record set là bao da mà tóm tiếp dương bà chúng ta những bạn này nè bạn là platform load nè bà chắc nó bách báo dương được rồi set vỉa chắc dương private set ấy db mà bác database nè và set db mà ấy current db nè và set db mà current db tóm tiếp bác record set ấy os bao chơi pin nào bao chơi pin database db thì dương mà bao cái máy nè nè chắc dương record set chứ bao không là database thì dương buông tại cái máy nó to tiệt smart rằng ấy db dot ấy open record set nè open record set chắc open record set dương đã mua table dương mà nhé tbla nhé tbl employees nè và bắt về mà tập mình ấy dương bạn bài cái nè giờ bạn bài cái cho mạch bật vía và chắc trong view form nó cứ meta record set bây giờ đặt với bạn bao và tái dừng toàn ban sẽ code lên bật tông add làm bay add từng này cho record set này nè chắc trong miếng bật tông và dứt cứ dương từ design view dương sẽ lại cho lên bật tông add hai mà dương cắt event lên vía right click máu rồi cho cái build event hai giờ rồi cho code builder hai chạy lớn ok máu và chắc là bây giờ user chạy lên bật tông add record set ban bao này bạn tăng form load của form load hai bán user có add record ban mình chắc record set ban bao cái chứ record set ban bao cho vô record set vô phở ban đấy ban chắc khi nó para method mới được record set chúng sẽ thằng os dot đấy dương chọn add đấy dương para method mới chúng ta add news nè dương sẽ xây phần đó mình tha dương trong para record set tha dương trong add record thay cho nó record set đó đấy dương sẽ đẹp cái form nè môn này dương trong vừa ấy mỗi cái dương thở đẹp cái môn sần môn dương trong add từ này cho record set thì thở đẹp record set tha bong trong add record cho được nông ôn này nè mà chấm ôn tua đầm nâng là hao cái tức đấy và bao chấm ho hao cái tức đấy và chứ trong đó os.add new bạn p để add new hái cứ những muốn đăng nhất cứ như tự động bắt dưới tự can add tin thấy khi cái bọc bên mũi này con cho nó ấy khi nếu nó con sẽ phải dương nên con mày mũi hái dưới nó con tin thấy khi bọc mũi nước trâu đấy rồi cho nó kia bên mũi này này con bên mũi này và cái bọc cho nó chết trong tự đặt mua kia rồi còn sẽ thấy mặt mà mua bọc thì bọc đấy và chết trong là sai rất là sai tầm lái trong thịt bọ nó trâu từ nông kia rồi còn chua cho rồi bỏ thì call set đấy và chắc nhầm sẽ là tha os dot ấy field và bạn một chó mà những đại chúng mua phía dương mà mình chẳng ấy ôi thao tha emp id ngày mất cứ của trong ban bằng hai dương đại chúng mua cả lớp trong mặt trong bởi vì thi đại chúng mua hề trong pra index chuẩn của mình dương thời trăm tha index nó lơ record set nó lơ field và record set cứ về start rồi có về chọc đa bị lệch sồn mình tha field tim mùi mình tha chua cho tim mùi và record set cứ index bằng viết cứ lệch sồn index field tp rồi bao record set cứ index viết lấy mán lệch mùi để trăm đó field t 3 index bao viết lấy mán lệch pì nè chứ lệch index cứ tô chiêng lục đạp rồi bao field mùi đỏ nè người ta ân đỏ mùi nè và chớp trong cầm nắp nông lại im id cứ index viết lấy sồn cái đặt phía sồn smart ấy thi ấy thi im id nè employee id os.field bắt đầu tiếp cứ field ấy field tp cứ index lấy mùi nè thi emp
បាទតទៅទៀត os.field ទី3របស់វាគឺ index លេខ2ស្មើអី txt high date ណាបាទខ្ញុំអាចចុច control space ដើម្បីឲ្យវាបំពេញឲ្យតែម្ដងណា os.field ទី4មានថា index របស់វាលេខ3ស្មើ txt salary ខ្ញុំសរសេរប៉ុណ្ណឹងមានន័យថាខ្ញុំបាន add ទិន្នន័យពី form ទៅកាន់ record set ប៉ុន្តែយើងមានបាន add ចូលក្នុង table នៅខ្ញុំគ្រូសរសេរប៉ុណ្ណឹងគឺវា add ចូលក្នុង record set ទេណាអត់តាន់ add ចូល table ទេណាអញ្ចឹងដើម្បីឲ្យ add ចូល table គ្រូនឹងប្រើនៅ method មួយរបស់ record set គឺ os.update ណា os.update អញ្ចឹងគ្រូសរសេរ os.update ហ្នឹងវានឹងទៅ update ទិន្នន័យដែលនៅក្នុង record set បោះចូលទៅក្នុង table តោះនេះបាទអញ្ចឹងខ្ញុំអាចsave វាមួយទៀតខ្ញុំចង់បង្ហាញយើងមានឃើញគ្រូសរសេរ os ដដែលច្រើនដងហ៎ជួនកាលយើងមានការធុញទ្រាន់ណាបាទឥឡូវយើងគិតថាធុញទ្រាន់សេ os ច្រើនដងអញ្ចឹងយើងមានវិធីមួយគឺយើងប្រើនៅ syntax មួយឈ្មោះថា with ខ្ញុំសេថា with os ណាខ្ញុំសេថា with os ខ្ញុំសេ with os ហ្នឹងមានថាខ្ញុំចង់ប្រើនៅ field មួយចំនួនឬក៏ property មួយចំនួនឬក៏ method មួយចំនួនរបស់ record set ដោយមិនចាំបាច់ទៅសេឈ្មោះ record set បាទណាខ្ញុំចង់ប្រើនៅ method មួយចំនួនឬក៏ property មួយចំនួនរបស់ record set មួយហ្នឹងដោយមិនចាំបាច់សេឈ្មោះវាទេអញ្ចឹងខ្ញុំដាក់ថា with os អញ្ចឹងមកណាអញ្ចឹងនៅពេលនេះគឺយើងនឹងបញ្ចប់វាដោយ and with មែនណាបញ្ចប់អញ្ចឹងនៅក្នុងរង្វង់ with ហ្នឹងគឺយើងអាចចាំបាច់ដាក់ឈ្មោះ record set របស់យើងទេណាយើងដាក់តែដល់តាទេមកបានហើយណាដាក់តែដល់តាទេមកបានហើយបាទអញ្ចឹងយើងអាចសេចំនួនបានណាបាទអញ្ចឹង field 0 ព្រោះ field 0 គឺ field ទី1 index 0 គឺតំណាងឲ្យ field ទី1របស់ record set អញ្ចឹង field ទី1របស់ record set របស់យើងគឺ employee ID field ទី2របស់ record set គឺ employee name field ទី3របស់ record set គឺ high date field ទី4គឺ salary ប៉ុន្តែអា field មួយនោះបើគិតជា index គឺវា start ពីលេខ0មានថាវាចាប់ផ្ដើមពីលេខ0អញ្ចឹងអា field ទី1 index វាលេខ0 field ទី2 index វាលេខ1 field ទី3 index វាលេខ2 field ទី4 index វាលេខ3ហើយតែកំណត់តាមលេខរៀងវាអញ្ចឹងមកណាបាទអ្នកបើសិនជាអត់ចង់កំណត់ជា index យើងដាក់ឈ្មោះយើងសេឈ្មោះមកហើយដោយសេឈ្មោះ field នោះនៅក្នុង double quote មកណាបាទចឹងនេះថាយើងដឹងលំដាប់វាហើយយើងបោះតាមលំដាប់ដល់អញ្ចឹងមកណាបាទអូខេខ្ញុំអាច save វាខ្ញុំសាក view វាមើលចឹងខ្ញុំត្រូវការ add ហើយចឹងឧទាហរណ៍ employee ID លេខម៉ានមកថាយើងមើលក្នុង table របស់យើងគឺយើងមានដល់ ID លេខ15ហ្នឹងណាអញ្ចឹងខ្ញុំអាចបញ្ចូល ID ថ្មីគឺលេខ16 employee ហ្នឹងឈ្មោះថាសែនសង្ហាណាបាទលោកសែនសង្ហាបាទថ្ងៃដែលគាត់ចូលធ្វើការមកថ្ងៃទី14ខែ7ឆ្នាំ2001ឧទាហរណ៍ប្រាក់ខែរបស់គាត់បាទរៀងគាត់សង្ហាអញ្ចឹងគេឲ្យគាត់700អញ្ចឹងទៅណាបាទអញ្ចឹងគេបញ្ចូលហើយគេចុចទៅលើ add មកយើងមានដឹងថា add ទេអត់ដឹងទេណាអត់ដឹងថា add អីតិចតែយើងមើលទៅលើ table របស់យើងនេះយើងបាន record ថ្មីមួយទៀតចូលក្នុង table របស់យើងចង់សរសេរកូដបន្តិចមុនពេល add ឲ្យវាបោះ message box ឲ្យប្រាប់ user តិចបានទេបានណាបាទសរសេរយ៉ាងម៉េចដែរនេះខ្ញុំទៅ design view វិញហើយខ្ញុំអាចចូលមកកន្លែងសរសេរកូដខ្ញុំតិចមកបាទតែប៉ុន្តែនេះគឺគ្រូអត់ត្រូវសរសេរប្រាប់ទេព្រោះដូចជាធ្លាប់បង្ហាញម្ដងហ្នឹងចឹងណាចឹងយើងប្រកាស x មួយមិនចឹងហ៎តែឥឡូវខ្ញុំអត់ចង់ប្រកាសអាញាតទេខ្ញុំប្រើឆៅខ្ញុំប្រើ message box ឆៅមកខ្ញុំសេ if មិន omg box prom មានតែ prom
พร้อมยังจอยไปเจงสมนุmới đã tha bạn you are about to add one record nè bạn là are you sure nè bạn are you sure chẳng má ai command muối VP như trong hai bật tông pi cứ VP just no cho như là do VP just no mà ai bột cho môi đằng icon mới cho mặt icon và VP question chẳng máu và bắt vùng cho với smart VP yes then và trong bật vision and if bạn mơ ở đây là trong highlight này viết trên message box môi mẹ đấy hay message box thơ ca return làm lại ấy return làm lại nó p ná nó p là user có chơi lượt bật tông giờ nó chám mấy cái na user chơi lượt bật tông yes khi return lên vào màn lên vào mùi bà sân chia so với chỉ constant với vì return VB yes cho bà sân user chơi lượt bật tông nó vì return lên màn lên per bà kết chỉ mua constant với cứ VB no cho mấy thằng quay được của highlight nó cứ vì chỉ phăng sớm mới đại tơ return làm lại chứ mà làm bà sân thì user chơi lượt bật tông yes chẳng VB yes vì return mà chẳng VB yes mà VB yes true ấy true chẳng true đến thì add tên này cho bà sân chơi user có chạy luôn no for ấy chẳng for VB no mà VB yes true ấy ở đây for này chẳng viết and it làm đâu ở trong máy L này thế đấy và sân đi nhưng trong ao việc L rồi việc trong máy tiết dương hay là khăn L to tiền màu nè và thì chẳng là trong xe phần tháng 2 trong xa add máy tiết hoặc mà ta tí đọc cầm pớ và một thà sign giáp và cho thơ ca ngày thì đọc bấy khai muối năm pi pon buồn đến tới và mua con giáp với vẹo khai cái ai vào tầm rồi hà thế và tại sao mua con giáp với trước em cho lời add form này về trên message mà xua dương muốn sân you are about to add one record are you sure yes đó đấy và dương ai nàyยังไม่เอาภาษาเฉยๆอุทธรถ้าbản thân user có trong add employee thay cho tiết mình thử coi lục ở đây do bị clear trên màn này má nhưng xem cô là mấy clear đấy mà đấy và dài và casa procedure muối clear muối máu hay dương call hai việc đấy hai việc clear buồn phiêu này rồi còn buồn thành bọ này cho bay cụ thơ xây áo vậy đi và mình cua mặc cụ đặt năng tế cái này và đôi chỉ on pay này còn phần đang ở cụ xây áo trái đấy bạn cho chúng ta design dù vớiนี่คือ add ទៀតគឺ update ណាបាទខ្ញុំអាចបិទ form នឹងចោលបាទឧទាហរណ៍ខ្ញុំមាន form employee ដែលខ្ញុំបានបង្កើតថ្ងៃមុនបាទឧទាហរណ៍ថា user ក៏ select ទៅលើ record ណាមួយថា record មួយនេះគាត់ចង់កែចង់ edit ចង់កែគាត់ចង់កែលើ employee ID name ឬក៏ high date ឬក៏ salary អញ្ចឹងទៅហើយគាត់កែហើយគាត់ចុចលើប៊ូតុង update ភ្លាមវាទៅ update នៅក្នុងអីក្នុង record ក៏ដូចជាវា update នៅក្នុង table ហើយអញ្ចឹងខ្ញុំអាចប្រើ form មួយនឹងដើម្បី update បានទេខ្ញុំអាចប្រើ form មួយដើម្បី update បានទេបើថាខ្ញុំខ្ជិលបង្កើតប៊ូតុងនេះឡើងវិញព្រោះយើងធ្លាប់រៀនវាហើយមិនអញ្ចឹងទេបាទអញ្ចឹងខ្ញុំអាចទៅ design view បាទខ្ញុំអាច save form នឹងជា form ថ្មីមួយទៀតបានទេបាទអញ្ចឹងខ្ញុំស្ដាយលើវាហើយខ្ញុំចូល office ប៊ូតុង save as មកកន្លែង save as ខ្ញុំរើសយក save object as ណា save object as អញ្ចឹង save object as ដាក់ឈ្មោះ form ថ្មីមួយទៀត form update ទីហោហើយអូខេមកបាទ
chứ nhóm còn lại cú thay bật tông muối cứ update nè bạn chứ như ai sẽ được bật tông nắng hai dương cho lại property sheet hay dương đặt cho một cái tình máu bật tông nắng cứ trong đặt cho một cái thả btn update trong cầm nói caption ở phía cứ update nè ok save form trong tập cắt event là tổng update năng thế và cái máy right click lừa vía chúng tôi cho build event hay cho code builder ok cho nóเป็น update យ៉ាងម៉េចទៅពេលដែលយើងចូលលើប៊ូតុង update ដើម្បី update នៅលើ record set យើងត្រូវជម្រាបជូនលោក record set ថាអូបងចង់ update លើប្អូនហើយណាបាទអញ្ចឹងខ្ញុំនឹងប្រើ method មួយរបស់ប្អូន record set os ហ្នឹងគឺ os.edit ណាបាទអញ្ចឹងយើងសរសេរប៉ុណ្ណឹងយើងប្រាប់ប្អូន record set ថាបងត្រូវការ update ណាបាទឲ្យគាត់ដឹងផងតែសុកទៅ update គាត់ឆ្ងល់បាទគាត់ខឹងទៀតណាចេះតែជម្រាបគាត់មុនហើយយើងសេយ៉ាងម៉េចខ្ញុំអាចប្រើ with ព្រោះយើងត្រូវការប្រើ object record set ហ្នឹងដាក់ឈ្មោះវាច្រើនដងអញ្ចឹងយើងថា with os អញ្ចឹងយើងប្រើ object record set ហ្នឹងគឺយើងអត់ចាំបាច់ដាក់ឈ្មោះវាទេបាទ .edit ហើយ .អីពេលហ្នឹងយើងនឹងធ្វើការ update ទៅលើ field នីមួយៗណាយើងអាច update ទៅលើ field មួយឬក៏ field 2ឬក៏ field ច្រើនអញ្ចឹងនៅលើ table នៅលើ record set គឺយើងមាន4 field អញ្ចឹងយើង update កែទៅលើ4 field ហ្នឹងទៅណាអញ្ចឹងគេហៅថា .field field ទី1របស់យើងគឺ index 0ស្មើអី THT empid ណាបាទ អីបាទសរសេរដូចពេលយើង add ចឹងណាពេលយើង add ចឹងព្រោះយើង update យើងត្រូវ update អី update គ្រប់ field ណា emp name បាទ field ទីបាទ field index លេខ2ណា field ទី3 THT hide field ទី3គឺ THT salary ណាយើងសរសេរប៉ុណ្ណឹងមានន័យថាយើងទៅ update នៅលើ record set ប៉ុន្តែវាអត់បាន update លើ table ទេយើងចង់ឲ្យវាទៅ update លើ table ដែរយើងត្រូវសរសេរថា os. អី .update មួយទៀតដើម្បីឲ្យវាទៅ update នៅលើ table ផងដែរបាទហើយយើងបញ្ចប់ដោយ end with ណាបាទយើង save វាបាទអូខេយើងអាចសាក view វាមើលអូខេអញ្ចឹងយើងចង់ update record ទីប៉ុន្មានហូបមកថា record មួយនេះណាខ្ញុំចង់ដូរឈ្មោះ James Bond ទៅជាJohn Cena អញ្ចឹងទៅណាបាទហើយខ្ញុំចង់ផ្លាស់ប្ដូរថ្ងៃដែលគាត់ចូលធ្វើការណាបាទហើយប្រាក់ខែរបស់គាត់គឺ300ណាបាទខ្ញុំចុច update ពងមក error ណាបាទ operation is not support for this type of object debug មើលណា os.edit chưa
ដោយសារកូដរបស់គ្រូថ្ងៃមុនគ្រូសរសេរថា db open snapshot db open snapshot មានថាយើងបើក database មកអត់អាចកែបានទេអត់អាចកែបានទេតោះនេះអញ្ចឹងកន្លែងហ្នឹងគឺគ្រូត្រូវលុបវាគ្រូអត់ដាក់អីទេមានថាគ្រូលុបវាទៅមានថាគ្រូអាចបើកកែបានហើយសិនគ្រូកំណត់ឡើង parameter ទី2ហ្នឹងគ្រូដាក់ថា db open snapshot មានថាបើក table ហ្នឹងបោះចូល record set ដើម្បីទៅបង្ហាញទេចង់កែបានទេចង់កែបានទេណាលុបក៏អត់កើតដែរណាបាទព្រោះមិញលុបកើតដោយសារគ្រូបង្កើត form ថ្មីមួយទៀតស្ទើរ add កើតដោយសារគ្រូបានបង្កើត form ថ្មីមួយទៀតនេះគ្រូយកអា form ថ្ងៃមុនដែលគ្រូបានកំណត់កន្លែងពេលដែលគ្រូ open record set ទៅគ្រូកំណត់តែកន្លែងrecord type ហ្នឹងគ្រូរើយក db open snapshot ថាបើមកដើម្បីតែ read only អត់អាច write អត់អាច delete អត់អាច update ទេបានទេណាបាទអញ្ចឹងឥឡូវសាក់អញ្ចឹងហើយយើងចូលទៅ view form ឡើងវិញបាទ jam ទៅជាអីមិញJohn C night អីចឹងទៅណាបាទប្រាក់ខែ300ណាកែណាអញ្ចឹងជួយ update ពងមាន error កើតឡើងទៀតទេអត់ទេណាអូខេអញ្ចឹងយើងអាចមើលនៅលើ table របស់យើងបាទ record employee ID លេខ9ណានៃលេខ9ត្រូវដូរឈ្មោះទៅជា John C night ណាហើយសារពីប្រកបដូរ600ទៅ300ណាអូខេអញ្ចឹងនេះគឺការ update យើងចង់មុនពេល update ឲ្យវាបោះ message box ឲ្យបានណាបាទគ្រូទៅសេឲ្យមើលមិនហ្នឹងណាបាទមួយទៀតគឺ delete ណាមានន័យថា user select លើ record ណាមួយក៏ចុចលើប៊ូតុង delete ទៅវាលុប record នឹងចោលណាលុប record នឹងចោលអូខេអញ្ចឹងគ្រូអាចទៅ design view គ្រូអាច save form ហ្នឹងជា form ថ្មីមួយទៀតបានទេណាគ្រូ save form form ថ្មីមួយទៀតបានទេអញ្ចឹងគ្រូអាច save វាមួយហើយ save as វាមកណាបាទ save object as ដាក់ឈ្មោះ form ថ្មី form delete ណា delete save ជា form អូខេគ្រូអាចទុកប៊ូតុងហ្នឹងគ្រូអាចគូសប៊ូតុងមួយទៀតណាតោះហ្នឹងគឺប៊ូតុងអីតែពេលច្រើននៅពេលដែលយើងបង្កើតdelete insert ក៏ update អីគឺយើងគួរតែបង្កើត form ផ្សេងគ្នាណាគួរបង្កើតចូលគ្នាណាបាទ delete ផ្សេងទៅ add ផ្សេងទៅ update form ផ្សេងទៅណាបាទវាមានមុខងារផ្សេងគ្នាអញ្ចឹងខ្ញុំដាក់ឈ្មោះ form ដាក់ឈ្មោះប៊ូតុងដាក់ថា btn delete ណា delete ហើយអានេះគឺ caption ដែរបាទហើយ order គឺកំណត់ដាក់ឈ្មោះវាដាក់ថា btn delete អូខេតោះទៀតគឺខ្ញុំបានបង្កើត event និងបង្កើត event នៅលើវាបាទសេយ៉ាងម៉េចកន្លែងនេះយើងត្រូវប្រាប់បង record set ថាលោកប្អូន record set ថាយើងចង់លុប record អញ្ចឹងយើងសេដាក់ថា parameter មួយ os.delete ណា os.delete នេះអត់ចាំបាច់ត្រូវការ update ទេយើងសេដាក់ថាត os.delete ហ្នឹងទៅវានឹងទៅលុបនៅក្នុង record set ជាមួយគ្នានឹងនៅក្នុង table អត់ចាំបាច់សេថា os.update ទេចូលបន្ថែមវាទេណាបាទឥឡូវយើងសេប៉ុណ្្នឹងមកហើយយើងសាកអូថាចង់លុប record ណា record ID លេខ 4 ណា record ដែលមាន ID លេខ 4 ចេញ delete ពងបានទេបាទហើយចេញយកមកក្នុង table មើលបាទលេខ 4 ណាបាទលេខ 4 ប៉ុន្តែយើងចង់មិនយើងចង់ពេលដែលយើងចុច delete ទៅឲ្យវាលុបនៅលើ text box ដែរហើយចង់វាលុបលើ text box ដែរអូថាខ្ញុំចង់វាលុបទៅ record ខាងលើវាអម record ទី 3 ដែលត្រូវលុបតែពេលលុប record ទី 3 ហើយខ្ញុំចង់ឲ្យវាលុបទៅ record ទី 2 ដើម្បីបង្ហាញអាទិន្នន័យក្នុង record ទី 2 មកលើ form វិញតើនេះអញ្ចឹងយើងប្រើ method អីរបស់ record set ដើម្បី move ទៅ record ខាងលើវាមួយ record move next move ចុះហ្នឹង move next គឺរំកិលចុះ record ខាងក្រោមអញ្ចឹង move ពី
previous trước trong ai tơ design mà giữ nó lưu bật tông delete nhóm sẽ thả os đó để cái move previous nè move previous rư mùi cỏ trong ăn sen chân của bạn này trong ai và trong comment này cháu trong ai xem mấy bạn trong ai call này mấy bạn này call procedure này mấy bạn này bạn viết cứ chia sẻ procedure mỗi này nè mấy thằng viết chia procedure mỗi đại ca láng tam dạ ca dương bằng cách event lừa bật tông previous rồi chẳng bây giờ bằng cách event lừa bật tông nam muối viết bằng cách chia sẻ procedure muối chẳng sắp procedure nó cho ai call về pra nó không sắp procedure xây cho bạn đấy bạn được cái này nè chắc là bây call với dân xây vậy mấy trong pra command muối cho ta call mua sắp procedure nó chưa ấy b thì anh ấy mấy previous nè underscore click nè trong xây phần năng với call lấy với call và tông previous nè hai bảo sân chia út thì ho than ở nông record sân bao nhiêu viên nó so tầm 10 record đấy so tầm 10 record nắng ấy đó hay sao đi luôn record nó trái vậy mấy record đấy record chắc là record bos năng ios nơi chụp mũi cái này chắc là nơi chụp mũi cái này bị trôi lẹ khán đi mình chẳng trôi lẹ khán nó bị exit trên mỏ nè amin error thế amin error thế nè chẳng cho man từ xe tục viên ngày muốn tháo vậy p đại dương chơi preview mấy la record mà sân gì preview mà sân chia vì mình toàn đó BOF tế nhưng họ bị bọt mà đà hãy được nè khăn lớn nhất cứ nó p đài vậy mấy nó p đài dương cho bật tông preview tới vì chụp ở BOF chứ ai bị exit time đó ai bị exit time đó chứ lúc con chân này cả na dương lúc thì kho tại mùi nắng lúc tới viên đồng lỗ lăng BOF chẳng bị exit ở bên này rồi cả làng tề nè cái chân trong ai xa sẽ hay ai sao bị giữ form non tiết mà trong lục sign chạm và lục sign chạm đi chạy trên cho lên delete máu và chỉ đến khi bị lỗi làng lưới mình đã biết move previous vì làm từ lơ mà record hay là từ lơ mà record cái chân dân miền sầm ngó thì coi như miền sầm núi dân ai ngó xuống cơ bản đấy dạ con trong mùi nâng DAO nè bản chất này giữa ban sắc san từ lơ method mà chuẩn đối tiết là bao object record set cứ os.add new os.edit os.delete hay là os.update đại os.update nó cứ dương ban giải pra ban cho mùi nâng os.add new hay là os.edit nè đây là cua delete cứ do trong máy update để delete cứ vector delete làm đó nè vector delete làm đó cái dương miền chỉ làm hạt muối đại đẹp con mỗi lần ở với đi dương man phải vô cà phê sập đàm muốn cái đôi chia sập đà này nè hey chơi anh phơi làm hạt này học liền nè mưa cái đặc hiệu sẵn trong video sẵn và mấy tha lab đi bằng bây giờ này cứ giờ bằng hai nơi recordទាំងnâng pra nơi insert delete update tại pra dio tí muối dươngត្រូវបង្កើត table មួយសិនឈ្មោះថា TPL Pro ដាក់ដែលមានអីគេលេងបដាក់ ID បដាក់ name unit in stock unit price ចឹងមកណាបាទបន្ទាប់ពីយើងបង្កើត table នឹងហើយយើងអាចបញ្ចូលទិន្នន័យ 4-5 record អីចោលទៅតទៅទៀតទី2យើងបង្កើត form មួយចំនួនសម្រាប់អីបាទ form ទី1គឺសម្រាប់បង្ហាញ record ទាំងអស់និងរំកិល record ដោយប្រើអីដោយប្រើ method របស់ record set object មានដូចជាកន្លះ move next move previous move move first move previous move next ឬក៏ move last អីជាដើមហ្នឹងណាអានេះយើងរៀនការពីសម្រាប់មុនហើយតមកទៀតយើងបង្កើត form ថ្មីទៀតគឺសម្រាប់ insert ណាគឺ add ហ្នឹងណាគេដាក់ថាnói aiប្រើពាក្យ add វិញណាព្រោះsyntax របស់យើងឈ្មោះ method របស់យើងគឺ add new ណាបាទ add ផលិតផលបន្ថែមចូលក្នុង table product បន្តមកទៀតយើងបង្កើត form មួយទៀតគឺ delete នៅផលិតផលមួយចំនួនតាមរយៈការជ្រើសរើសលើ record
update នៅផលិតផលណាមួយតាមរយៈការជ្រើសលើ record ណាបាទអូខេអញ្ចឹងយើងអាចអនុវត្តទៅលើលំហាត់មួយនេះណា